បាទជំរាបសួរបងប្អូនទាំងគ្នាយើងវិលមកជួបគ្នាម្ដងទៀតហើយបាត់មុខខ្ញុំមួយរយៈបាទបងប្អូនសុខទុក្ខយ៉ាងណាដែរសុខសប្បាយទេបងប្អូនបាទហើយសម្រាប់បងប្អូនដែលប្រកបអាជីវកម្មនៅក្នុង Facebook ក៏ដូចជា TikTok តើបងប្អូនជួបបញ្ហាខ្លះបាទបើតាមខ្ញុំដឹងមួយរយៈក្រោយនេះគឺបញ្ហាច្រើនមែនទែនបាទសម្រាប់បងប្អូនយើងមិនថាបងប្អូន boost post boost video ឬមួយក៏បងប្អូនអ្នក live លក់ហើយគាត់ធ្វើការ boost page សម្រាប់ពេល live ក៏ជួបបញ្ហាដូចគ្នាអញ្ចឹងមែនទែនទៅក៏ Facebook ក៏ដូចជាអ្នកប្រើប្រាស់មួយចំនួនហ្នឹងគឺជួបបញ្ហាច្រើននៅក្នុងមួយរយៈនេះអូខេបងប្អូនទាំងគ្នាហើយខ្ញុំនឹងចែករំលែក tip មួយចំនួនដែលអាចជួយដោះស្រាយបញ្ហាបងប្អូនបានបាទអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់ដឹងក៏អាច follow ខ្ញុំបានបាទខ្ញុំនឹងចែករំលែកក៏ដូចជាបង្ហាញនៅកលឹះខ្លះៗដែលយើងអាចដោះស្រាយបញ្ហាដែលយើងកំពុងតែប្រឈមហ្នឹងបងប្អូនបាទអញ្ចឹង tip របស់យើងនៅថ្ងៃនេះគឺពាក់ព័ន្ធជាមួយនឹងការ boost post ហើយនឹង boost video បងប្អូនបាទសម្រាប់បងប្អូនដែល boost post និង boost video បងប្អូនដឹងហើយគឺមួយរយៈក្រោយនេះបងប្អូន boost ទៅគឺជួប account ខ្មោចច្រើនទៅបាទអញ្ចឹងបងប្អូនខ្លះក៏ដឹងពីរបៀបនៅក្នុងការដោះស្រាយហើយបងប្អូនខ្លះទៀតក៏អត់ទាន់ដឹងអញ្ចឹងវីដេអូនេះគឺខ្ញុំនឹងចែករំលែក tip នៅក្នុងការ boost ទៅដើម្បីយើងច្រោះយក audience ពិតប្រាកដហើយយើងជំលះនៅ audience ខ្មោចចេញសម្រាប់បងប្អូនដែលអត់ទាន់ដឹងអាចមើលវីដេអូនេះបានមែនទែនទៅគឺយើងមានពីររបៀបនៅក្នុងការជៀសវាង audience ទាំងអស់ហ្នឹងបងប្អូនបាទយើងអាចប្រើគេហៅថា custom audience ឬមួយក៏ lookalike audience ក៏បានដែរបាទតែសម្រាប់បងប្អូនដែលដៃថ្មីក៏ដូចជាបងប្អូនដែលទើបចាប់ផ្ដើមហើយគាត់ boost ខ្លួនឯង boost តាមទូរស័ព្ទគឺប្រកាសជាអត់យល់ទេថា lookalike audience ក៏ដូចជា custom audience នេះគឺជាអ្វីអញ្ចឹងគឺខ្ញុំនឹងបង្ហាញបងប្អូនងាយៗនៅក្នុងការធ្វើទៅចោះវីដេអូនេះបាទដោយយើងគ្រាន់តែកំណត់បន្តិចបន្តួចគឺយើងអាចជៀសនៅ audience ខ្មោចបានហើយកុំឲ្យខាតពេលវេលាយូរបងប្អូនទាំងគ្នាអញ្ចឹងយើងអាចទៅមើលពីរបៀបនៅក្នុងការធ្វើទាំងអស់គ្នាបាទតោះអញ្ចឹងជំរាបសួរបងប្អូនទាំងគ្នាបាទអញ្ចឹងយើងមកមើលវិធីសាស្ត្រនៅក្នុងការដោះស្រាយបញ្ហា boost ទៅប៉ះ audience ខ្មោចទាំងអស់គ្នាបាទអូខេអញ្ចឹងកុំឲ្យរងចាំយូរហើយអូខ្ញុំបញ្ជាក់បងប្អូនបន្តិចវិធីនេះគឺយើងធ្វើនៅលើ computer ណាបងប្អូនបាទបងប្អូនមិនអាច boost តាមទូរស័ព្ទដៃហើយធ្វើការ select ក៏ដូចជាជិះវាង audience ទាំងអស់ហ្នឹងបានទេបងប្អូនត្រូវតែប្រើ computer ហើយយើង boost តាម ADM Manager បាទទើបយើងអាចជិះវាង audience ខ្មោចបានអញ្ចឹងកុំឲ្យរងចាំយូរបងប្អូនទាំងគ្នាអាចធ្វើការបើក page របស់បងប្អូនមកបាទអញ្ចឹង log in ជាមួយនឹង browser ហើយនឹង Facebook ហើយនឹង page បានត្រឹមត្រូវមកហើយយើងចូលទៅមើលវិធីសាស្ត្រនៅក្នុងការធ្វើទាំងអស់គ្នាបាទអូខេបងប្អូនទាំងគ្នាអញ្ចឹងខ្ញុំយកវីដេអូនេះមកធ្វើជា example ហើយនឹងធ្វើការ boost ជូនបងប្អូនទាំងគ្នាបាទអញ្ចឹងអូខេឥឡូវខ្ញុំធ្វើការ copy ឈ្មោះ page មួយសិនមកបាទអញ្ចឹងភ្ញៀវរបស់ខ្ញុំនេះគឺគាត់នៅកូរ៉េអញ្ចឹងបងប្អូនទាំងគ្នាចូលមកក្នុង ADM Manager មកហើយបើសិនជាបងប្អូនដឹងថាចូលយ៉ាងម៉េចទេបងប្អូនអាចចុច see more ហើយបន្តមកទៀតបងប្អូនយក right click ហើយ open new tab មកបងប្អូននឹងមកដល់កន្លែង website របស់ ADM Manager ហើយបាទអញ្ចឹងខ្ញុំជឿថាបងប្អូនយើងគឺដឹងហើយកន្លែងហ្នឹងបាទអញ្ចឹងយើងចូលទៅមើលមេរៀនយើងទាំងអស់គ្នាទៅបាទអូខេអញ្ចឹងដំបូងឡើយបងប្អូនធ្វើការចុច create new មកបាទយើងបង្កើត audience តាមធម្មតាណាបងប្អូនបាទហើយចុច continue មកអូខេអញ្ចឹងយើងយក manual engagement with campaign មកបាទបន្តមកទៀតកន្លែងនេះយើងអាចដាក់ឈ្មោះ page ចំណាំបានកន្លែងនេះគឺ campaign name អញ្ចឹងបងប្អូនដាក់មកហើយបន្តមកទៀតបងប្អូន complete បើកនៅកន្លែង advantage campaign budget plus ហ្នឹងបើកវាមកបាទហើយបន្តមកទៀតកន្លែង daily ហើយនឹង lifetime បងប្អូនចង់យកមួយណាក៏បានដែរតែភាគច្រើនគឺខ្ញុំយក lifetime ហើយបន្តមកទៀតខ្ញុំធ្វើការដាក់ទឹកលុយតាមដែលភ្ញៀវរបស់ខ្ញុំគាត់ឲ្យដាក់អញ្ចឹងទៅបាទអញ្ចឹងបងប្អូនចង់ដាក់ប៉ុន្មានក៏បានដែរហើយបងប្អូនចង់ boost ប៉ុន្មានដាក់ប៉ុន្មានគឺដាក់តាមតម្រូវការរបស់បងប្អូនទាំងគ្នាចុះបាទនៅកន្លែង campaign នេះគឺយើងធ្វើតែប៉ុណ្្នឹងទេបាទយើងកំណត់ទឹកលុយហើយបន្តមកទៀតបងប្អូនចុចមកកន្លែង asset មកបាទ asset name យើងចង់ដាក់ក៏បានអត់ដាក់ក៏បានបាទអញ្ចឹងជាដំបូងបងប្អូនត្រូវមើលទៅលើ option ទី1បាទកន្លែង conversation បងប្អូនចុចកន្លែងខ្មៅដៃហើយ complete បងប្អូនរើសយក option message កន្លែងនេះមកបាទដើម្បីយើងប៊ូសយកអ្នកឆាតទៅបាទអញ្ចឹងបន្តមកទៀតបងប្អូនមើលកន្លែង option ទី2គឺបងប្អូនដូរ page បាទរើសយកឈ្មោះ page ដែលបងប្អូនចង់ប៊ូសមកបាទដូចខ្ញុំមាន page ច្រើនអញ្ចឹងខ្ញុំប្រកាសជាពិបាកស្វែងរកមួយអញ្ចឹងអូខេខ្ញុំនឹងធ្វើការ copy paste នៅឈ្មោះមិញបាទអញ្ចឹងយើងផាសចូលមកបាទនេះគឺជា page ដែលខ្ញុំត្រូវការ boost បាទអូខេអញ្ចឹងបងប្អូនទាំងគ្នាកលេចមកមើលខាងក្រោមបន្តិចបងប្អូន scroll ឡើងមកហើយបងប្អូននឹងឃើញកន្លែង budget ស្កិតយកហើយបាទអញ្ចឹងកន្លែងនេះគឺជាកន្លែងកំណត់ថ្ងៃបងប្អូនបាទថ្ងៃដែលយើងចាប់ផ្ដើមហើយនឹងថ្ងៃដែលយើងចង់ឲ្យ ad របស់យើងបញ្ឈប់បាទអញ្ចឹងជាធម្មតាបងប្អូនដាក់ទៅតាមតម្រូវការរបស់បងប្អូនទៅបងប្អូនចង់ boost មួយថ្ងៃគឺបងប្អូន select តាមនឹងទៅណាបាទហើយ complete ជាធម្មតាវា select ឲ្យមួយខែគឺបងប្អូនចុចថយមកវិញមកបើសិនជាការ boost របស់បងប្អូននឹងគឺអត់ដល់មួយខែទេបាទ2 3ថ្ងៃអញ្ចឹងបងប្អូន select តាមហ្នឹងណាអញ្ចឹងឧទាហរណ៍ខ្ញុំគាត់ boost $30ហើយគាត់ចង់បាយរយៈពេល4ទៅ5ថ្ងៃអញ្ចឹងណាបាទអញ្ចឹងខ្ញុំ select តាមជាក់ស្ដែងបាទអូខេខ្ញុំដាក់ត្រឹមថ្ងៃទី17អញ្ចឹង scroll ចុះមកក្រោមមកបងប្អូននឹងឃើញ location ហើយអញ្ចឹងកន្លែងនេះគឺបងប្អូនត្រូវដាក់ទៅតាមតម្រូវការរបស់បងប្អូនដូចគ្នាកន្លែងហ្នឹងគឺអត់ limit ទេមានន័យថាបងប្អូនចង់ boost ទៅកាន់ប្រទេសណាក៏បាន
boost តែនៅក្នុងប្រទេសកម្ពុជាក៏បានហើយបងប្អូនចង់ boost ទៅកាន់គេហៅថាតំបន់ណាទីក្រុងនីមួយៗក៏បានដែរអញ្ចឹងអាស្រ័យលើបងប្អូនណាបាទបងប្អូនមើលសិក្សាទៅលើផលិតផលខ្លួនឯងទៅហើយគិតថាផលិតផលរបស់ខ្លួនហ្នឹងគឺធ្វើទីផ្សារនៅប្លុកណាបាននៅទីតាំងណាបានបងប្អូនដាក់ទៅហ្នឹងទៅចំពោះខ្ញុំគឺខ្ញុំដាក់ទៅកូរ៉េដោយសារតែភ្ញៀវរបស់ខ្ញុំនេះគឺគាត់នៅកូរ៉េណាអញ្ចឹងយើងយក South Korea បាទហើយបន្តមកទៀតបងប្អូនscroll ចុះមកក្រោមបន្តិចហើយបងប្អូនមើលកន្លែង advantage audience បាទអញ្ចឹងបងប្អូនធ្វើការចុច audience suggestion មកណាហើយបន្តមកទៀតកន្លែង you កន្លែង X នេះបងប្អូនអាចរើសតាមតម្រូវការដូចគ្នាណាបងប្អូនបាទអត់ចាំបាច់ដាក់ដូចខ្ញុំទេបងប្អូនត្រូវតែរើសតាមតម្រូវការជាក់ស្ដែងយើងសិក្សាទៅលើផលិតផលរបស់បងប្អូនទាំងអស់គ្នាណាអញ្ចឹងសិក្សាទៅលើផលិតផលរបស់បងប្អូនហើយដាក់ជាក់ស្ដែងមក gender ក៏ដូចគ្នាដែរបងប្អូនរើសភេទហ្នឹងក៏ដូចគ្នាអញ្ចឹងបងប្អូនរើសតាមតម្រូវការរបស់បងប្អូនមកកន្លែង interesting បងប្អូនត្រូវដាក់ឲ្យត្រូវជាមួយនឹងផលិតផលដូចគ្នាណាអញ្ចឹងប្រភេទផលិតផលរបស់បងប្អូនបែបណាបងប្អូនដាក់ឲ្យត្រូវមកអញ្ចឹងប្រភេទរបស់ភ្ញៀវខ្ញុំគឺគាត់លក់ប្រភេទ cream ហើយនឹងប្រភេទអាហារបំពន់អីផ្សេងៗនឹងឯងបាទអញ្ចឹងខ្ញុំនឹងដាក់ cream អីអញ្ចឹងណាបងប្អូនអញ្ចឹងយើងដាក់ឲ្យត្រូវជាមួយនឹងផលិតផលរបស់បងប្អូនទាំងគ្នាមែនតើទៅយើងវាយតែ main audience មួយគឺវា suggest ឲ្យហើយអញ្ចឹងបងប្អូនអាចធ្វើការ select យកមកទៅតាមតម្រូវការណាបងប្អូនបាទអញ្ចឹងអត់អាចដាក់ដូចខ្ញុំបានទេគឺសូមបញ្ជាក់កន្លែងហ្នឹងបងប្អូនត្រូវតែដាក់ឲ្យត្រូវជាមួយនឹងផលិតផលរបស់ខ្លួនឯងបាទអូខេកន្លែងហ្នឹងតិចឬច្រើនអាស្រ័យទៅលើចំនួនទឹកលុយដូចគ្នាណាបងប្អូនបាទមិនមែនចេះតែដាក់ទេបាទយើងដាក់នៅចំនួនមួយដែលឲ្យវាសមាមាត្រជាមួយនឹងទឹកលុយដែលយើងបានដាក់ប្រចាំថ្ងៃមួយថ្ងៃយើងចាយប៉ុន្មានហើយយើងចង់ឲ្យ ad របស់យើង run ទៅកាន់ audience ហ្នឹងសពគឺយើងត្រូវដាក់ឲ្យសមាមាត្រគ្នាជាមួយនឹងលុយផងដែរបាទអញ្ចឹងឧទាហរណ៍បងប្អូនចាយត្រឹម$5ឬមួយក៏$10ក្រោមហ្នឹងបងប្អូនគួរតែដាក់កុំឲ្យវាច្រើនពេកបងប្អូនគួរតែដាក់នៅក្នុងចំនួនមួយកុំឲ្យវាលើស10ដូចគ្នាណាបាទអញ្ចឹងដាក់មកចំនួនមួយដែលសមាមាត្រជាមួយនឹងទឹកលុយអូខេបាទខ្ញុំសង្ឃឹមថាបងប្អូនទាន់កន្លែងហ្នឹងបាទហើយបន្តមកទៀតបងប្អូន scroll ឡើងមកដល់ចំណុចសំខាន់ហើយដែលបងប្អូនយើងដឹងហើយមួយរយៈក្រោយហ្នឹងបងប្អូនតែងតែ boost ទៅជួបតែ account ខ្មៅជួបតែ account MMO ដែលគាត់បង្កើត account fake ទាំងអស់ហ្នឹងយកមកធ្វើការ click ad ហើយដើម្បីទទួលបានចំណូលពីការ click ad ហ្នឹងមកវិញណាអញ្ចឹងវាធ្វើឲ្យប៉ះពាល់ខ្លាំងមែនទែនសម្រាប់បងប្អូនយើងដែលគាត់ boost post ហើយនឹង boost video បាទអញ្ចឹងគាត់ពេលដែលគាត់មានការ click ad ច្រើនមានការឆាត account ខ្មៅច្រើនទៅវាប៉ះពាល់ទៅដល់បងប្អូនយើងអ្នករកស៊ី online ដូចគ្នាបាទអញ្ចឹងកន្លែងហ្នឹងគឺបងប្អូនត្រូវតែមានវិធីសាស្ត្រនៅក្នុងការទប់ស្កាត់ផងដែរអញ្ចឹងបងប្អូន complex ណា placement នេះគឺបងប្អូនត្រូវតែធ្វើការកំណត់ដោយខ្លួនឯងអត់អាចឲ្យវា auto បានទេបើសិនជាឲ្យវា auto គឺនោះហើយដែលបងប្អូនទទួលបានគឺ audience ខ្មៅបាទដែលវា auto ទៅនៅពេលដែលមានការ click ច្រើន AI របស់ Facebook វានឹងគិតថាអូខេ platform ក៏ដូចជាទិសដៅមួយហ្នឹងវាត្រូវហើយបាទទទួលបានការចាប់អារម្មណ៍ច្រើននិងទទួលបានការឆាតច្រើនអញ្ចឹង Facebook អត់ដឹងទេថា account ទាំងអស់ហ្នឹងគឺជា account fake ទេមិនមែនជា audience ពិតប្រាកដដែលមកទិញយើងនោះទេអញ្ចឹងគឺយើងត្រូវតែធ្វើការកំណត់ manual placement ដោយខ្លួនឯងណាបងប្អូនបាទហាមយក advantage ហើយ auto បាទហើយបន្តមកទៀត scroll ឡើងបងប្អូនអាចធ្វើការ select ដក desktop ចេញមកបាទហើយកន្លែង audience network ក៏ដកចេញដែរ Instagram មែនតើដាក់ក៏បានដកក៏បានបាទចំពោះខ្ញុំភ្ញៀវរបស់ខ្ញុំនេះក៏អត់មាន connect ជាមួយ Instagram ទេអញ្ចឹងខ្ញុំដកចេញបើសិនជា page បងប្អូន connect ជាមួយ Instagram បងប្អូនដាក់ចោលអត់ខុសទេណាកន្លែងហ្នឹងណាអញ្ចឹងយើង scroll ឡើងមកមើលកន្លែង feed បងប្អូនបាទដូចជា marketplace ក៏អត់ចាំបាច់ត្រូវដាក់ដែរបងប្អូនដកចេញមកបាទអញ្ចឹងកន្លែង feed video នេះគឺយើងដាក់ទៅបាទយើងដាក់ទៅអត់អីទេណាកន្លែងហ្នឹងហើយនឹង feed profile ក៏សំខាន់ដែរព្រោះភាគច្រើនគេអូសមើល profile នៅលើ Facebook ច្រើនជាងទៅហ៎បាទកន្លែងហ្នឹងគឺសុទ្ធតែអាចដាក់បានដែរហើយក៏អត់អាចដកបានដែរអូខេអញ្ចឹង scroll ឡើងបងប្អូនកន្លែង message inbox ក៏យើងអាចដាក់បានដែរអញ្ចឹងបងប្អូនអាចមើល review នៅខាងស្នាមដៃទៅបាទវា preview ឲ្យយើងឃើញណាបាទខាង Facebook notification មិនចាំបាច់ដកចេញទៅណាបាទអញ្ចឹងមកដល់កន្លែង story ឥឡូវក៏ទទួលបានការពេញនិយមខ្លាំងដែរបងប្អូនណាអញ្ចឹងបងប្អូនដាក់បានហើយបើសិនជា audience ខ្មោចក៏អត់សូវទៅ click នៅកន្លែង story ដែរបាទព្រោះភាគច្រើនគាត់ click នៅកន្លែង instant ad នេះដែលជាចំណុចសំខាន់របស់យើងគឺ instant ad បាទព្រោះគាត់ apply រលុយជាមួយនឹង instant ad បាទអញ្ចឹងបងប្អូនត្រូវទៅដកហ្នឹងចេញណាអត់ចាំបាច់ដាក់ទេបាទកន្លែងហ្នឹងគឺបងប្អូនអាចទប់ស្កាត់ audience ខ្មោចបានសឹងថា80ទៅ 90% បាត់ហើយបាទអញ្ចឹងបងប្អូនដកកន្លែងហ្នឹងចេញហើយ search result បងប្អូនអាចដាក់បានអូខេអញ្ចឹងពាក់ព័ន្ធជាមួយនឹង placement យើងគ្រីសយកតែប៉ុណ្្នឹងទេបងប្អូនអាចមើលឡើងវិញបានទី1គឺ Facebook feed ហើយ Facebook profile feed គឺអាកន្លែងនេះគឺនៅក្នុង profile យើងណាឧទាហរណ៍ថាaudience របស់យើងហ្នឹងគាត់ចូលទៅមើល profile ពីណាម្នាក់អញ្ចឹង ad របស់យើងវានឹងshowនៅក្នុងនឹងដែរបើសិនជា profile មួយហ្នឹងមានការ react ក៏ដូចជាមានការ share ច្រើនទៅ
លើ product ដែលដូចរបស់យើងហ្នឹងណាបាទអញ្ចឹងគឺ Facebook នឹងសូននៅក្នុង profile របស់គេតែម្ដងហើយអូខេកន្លែងហ្នឹងយើងដាក់បានហើយកន្លែង video feed ក៏សំខាន់ដែរព្រោះភាគច្រើនសម្រាប់បងប្អូនដែល boost video គឺត្រូវការឲ្យ video របស់បងប្អូនហ្នឹងសូននៅក្នុង video ដែលកំពុង viral បាទអញ្ចឹងបងប្អូនដាក់ទៅអត់ខុសទេតែបើសិនជាបងប្អូន boost រូបភាពដូចជាមិនចាំបាច់ដាក់កន្លែងហ្នឹងក៏បានដែរណាអញ្ចឹងបងប្អូនតន់ទេហើយ message inbox បងប្អូនដាក់ចុះបាទអត់អីទេអញ្ចឹងកន្លែង story គឺយើងគ្រីសយក3ដូចគ្នាអញ្ចឹងបងប្អូនមើលគ្រីសតាមខ្ញុំមកបងប្អូននឹងជិះ audience ខ្មោចបានហើយអូខេអញ្ចឹងទៅមុខទៀតគឺអត់មានអីទេណាបងប្អូនណាបាទអញ្ចឹងយើងធ្វើការ create new ad ក៏បានឬមួយក៏យើងប្រើ ad ចាស់ៗដែលយើងបានផុសរួចហើយក៏បានដែរបាទព្រោះភាគច្រើនបងប្អូនផុសរួចហើយបានចូលទៅ book អញ្ចឹងណាបាទអញ្ចឹងអូខេយើង select យកធម្មតាមកបងប្អូនអូខេអញ្ចឹងបន្តមកទៀតកន្លែងនេះគឺបើសិនជាអត់មានប៊ូតុងបងប្អូនចុច select យកប៊ូតុងមកដើម្បីឲ្យសូប៊ូតុងនៅកន្លែងនេះណាអូខេអញ្ចឹងរួចរាល់ហើយបងប្អូនអាចធ្វើការចុច publish បានគឺពាក់ព័ន្ធជាមួយនឹងការ boost នៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយខ្ញុំសង្ឃឹមថាវីដេអូនេះអាចជួយទៅដល់បងប្អូនបានមួយផ្នែកដែរហើយសម្រាប់បងប្អូនដែលដឹងហើយក៏អូខេអាចអូសរំលងបានបងប្អូនគ្រាន់តែខ្ញុំចែករំលែកបន្តិចបន្តួចទៅកាន់បងប្អូនយើងដែលគាត់ដៃថ្មីហើយគាត់ទៅតែចាប់ផ្ដើមជាមួយនឹងការធ្វើទីផ្សារនៅលើ Facebook ហើយគាត់ជួបបញ្ហាអញ្ចឹងទៅបាទអញ្ចឹងរាល់វីដេអូរបស់ខ្ញុំគឺខ្ញុំនឹងព្យាយាមធ្វើហើយនឹង follow up ទៅកាន់ពួកគាត់តាមរយៈបញ្ហារបស់ពួកគាត់ដូចគ្នាបាទអញ្ចឹងអរគុណច្រើនបងប្អូនទាំងគ្នាអរគុណច្រើនបងប្អូនទាំងគ្នាអញ្ចឹងវីដេអូរបស់យើងគឺបានមកដល់ទីបញ្ចប់ហើយសម្រាប់បងប្អូនដែលចូលចិត្តវីដេអូប្រភេទចែករំលែក tip ក៏ដូចជាកលឹះងាយៗបងប្អូនអាចធ្វើការចុច follow ក៏ដូចជា subscribe នៅ channel របស់ខ្ញុំបានហើយសម្រាប់បងប្អូនដែលមានចម្ងល់បាទចង់ឲ្យខ្ញុំបង្ហាញនៅប្រភេទវីដេអូប្រភេទណាបងប្អូនអាចធ្វើការ comment បានបងប្អូនមានចម្ងល់អាចធ្វើការ comment សួរខ្ញុំបានបាទហើយក៏សូមអធិស្ឋានផងបងប្អូនយើងដែលធ្វើការ comment សួរខ្ញុំកន្លងមកហើយខ្ញុំមិនបានឆ្លើយតបអស់ដោយសារតែយើងមានតរៈក៏ដូចជាខ្ញុំរវល់ដែរបាទអញ្ចឹងខ្ញុំអត់បានត្រួតពិនិត្យច្បាស់លាស់ក៏ដូចជាលម្អិតនោះទេបាទអញ្ចឹងតទៅខ្ញុំនឹងព្យាយាមឆ្លើយឲ្យអស់រាល់ comment របស់បងប្អូនហើយខ្ញុំនឹងព្យាយាមធ្វើនៅវីដេអូទៅតាមការសនំពររបស់បងប្អូនទាំងអស់គ្នាផងដែរបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាយើងនឹងជួបគ្នានៅវីដេអូបន្តទៀតបាទ